សាកលវិទ្យាល័យ Yale កំពុងលុបបំបាត់ការចំណាយថ្លៃសិក្សាសម្រាប់គ្រួសារដែលរកចំណូលបានតិចជាង200,000 សាកលវិទ្យាល័យ Yale បានប្រកាសអំពីការពង្រីកស្លាកសញ្ញានៃកម្មវិធីជំនួយហិរញ្ញវត្ថុរបស់ខ្លួនក្នុងគោលបំណងធ្វើឲ្យការសិក្សាកម្រិតពិភពលោកអាចទទួលបានគ្រួសារកាន់តែច្រើនជាងមុនដើមឆ្នាំ2027 សាកលវិទ្យាល័យនឹងផ្ដល់អាហារូបករណ៍ពេញថ្លៃសិក្សាដល់និស្សិតថ្នាក់បរិញ្ញាបត្រមកពីគ្រួសារដែលមានចំណូលប្រចាំឆ្នាំតិចជាង200,000 គំនិតផ្ដួចផ្ដើមនេះជាការលោតយ៉ាងសំខាន់នៅក្នុងលទ្ធភាពសិក្សាថ្នាក់ឧត្តមសិក្សាដោយការកំណត់គោលដៅមិនត្រឹមតែជាសិស្សដែលមានប្រាក់ចំណូលទាបប៉ុណ្ណោះទេថែមទាំងជាផ្នែកទូលំទូលាយនៃគ្រួសារថ្នាក់កណ្ដាលដែលមានតម្លៃកើនឡើងពីស្ថាប័នឯកជនការបដិញ្ញាចិត្តរបស់សាកលវិទ្យាល័យកាន់តែឆ្ងាយសម្រាប់អ្នកដែលមានតម្រូវការហិរញ្ញវត្ថុធំបំផុតដោយសន្យាថានឹងរ៉ាប់រងលើថ្លៃចំណាយពេញលេញនៃវត្តមានរួមទាំងផែនការលំនៅឋាននិងអាហារសម្រាប់$100,000ក្នុងមួយឆ្នាំតាមរយៈការលុបចោលរបាំងហិរញ្ញវត្ថុដែលរារាំងនេះសិទ្ធិដែលទទួលបានជោគជ័យខ្ពស់ពីផ្ទៃខាងក្រោយសេដ្ឋកិច្ចចម្រុះ Yale កំពុងដាក់ខ្លួនវាជាអ្នកដឹកនាំនៅក្នុងចលនាដើម្បីកំណត់សមធម៌សិក្សាឡើងវិញការផ្លាស់ប្តូរគោលនយោបាយដិតដាមនេះឆ្លុះបញ្ចាំងពីនិន្នាការជាតិដែលកំពុងកើនឡើងក្នុងចំណោមស្ថាប័នកំពូលដើម្បីផ្ដល់ធនធានក្នុងការគាំទ្រដល់ចល័តសង្គមនិងភាពជោគជ័យរបស់និស្សិតប្រភពសាកលវិទ្យាល័យ Yale 2026 Yale ផ្ដល់ជូនការសិក្សាដោយឥតគិតថ្លៃដល់គ្រួសារដែលមានប្រាក់ចំណូលក្រោម200,000 Yale News